រឿងខ្មោចមានថ្ងៃមួយខ្ញុំបានទៅឆ្លុះកងកិច្ចបន្ទាប់មកខ្ញុំក៏បានដើរទៅឆ្លុះនៅកន្លែងមួយផ្សេងពីគេបរិយាសានសូមបាញ់ចាក់សិនខ្ញុំទៅនោះមានគ្នា3នាក់តែដោយសារដើរចាប់គ្នាច្រើនពេកធ្វើឲ្យខ្ញុំចាប់កងកិច្ចអត់បានទើបខ្ញុំសម្រត់ធុចចិត្តដឆ្លោះតែម្នាក់ឯងវិញទើបបានជួបរឿងនេះស្មានមិនដល់បរិយាសានហើយពេលនោះខ្ញុំបានដើរឆ្លោះរយៈពេលប្រហែល1ម៉ោងចាប់បានកងកិច្ចបានចំនួន3ក្បាលប៉ុណ្ណោះបណ្ដាប់មកខ្ញុំបានដើររហូតហត់អស់កំឡុងហើយដើររកពីអ្នកនោះមិនឃើញមិនដឹងជាគេទៅដល់ណហើយក៏មិនដឹងសង្ស័យគេប្រហែលទៅផ្ទះមុនហើយទេដឹងហើយបន្ទាប់មកខ្ញុំបានឃើញផ្ទះអ្នកចាំចំការមួយដូចជាផ្ទះរបស់អ្នកភូមិដែលតែដំបូលប្រក់ស្បូវខ្ញុំក៏បានចូលទៅសុំសម្រាប់តែពេលចូលទៅស្រាប់តែមិនឃើញម្ចាស់ផ្ទះសោះក្នុងចិត្តខ្ញុំក៏សម្រេចចិត្តដេកសម្រាកនៅទីនេះសិនបើមិនពួកគេទៅណាអស់ផងឆ្លោះកង្កែបក៏មិនបានទៅវិញទាំងយប់ខ្លាចខ្មាស់គេបើសិនជាដេកនៅទីនេះយើងអាចអាងប្រាប់ពីអ្នកនោះថាខ្ញុំមិនបានឆ្លោះឯណាខ្ញុំទៅដេកតើបរិយាសានមិនយូរប៉ុនមីខ្ញុំក៏ដេកលក់បន្ទាប់មកក៏ជួបពីអ្នកនោះវាកំពុងដើរមកហើយសួរថាឯងមកចាប់កង្កែបឬក៏មកដេកនឹងខ្ញុំក៏តបទៅវិញថាយើងមកដេកមិនហើយពេលនោះឯងគឺជាពេលដែលរន្ធត់ស្រាប់តែវាមកបបួលទៅផ្ទះវិញចប់សូមអភ័យទោសចំពោះបច្ចេកទេសខុសឆ្គងណាមួយសូមពុកម៉ែបងប្អូនអធិស្ឋានឲ្យខ្ញុំបាទផងតើពុកម៉ែបងប្អូនស្ដាប់ AI ខ្ញុំនិយាយច្បាស់អត់បរិយាសានបើថា AI ខ្ញុំនិយាយច្បាស់សូមជួយចុចបរិយាសាន like page ខ្ញុំមួយផងដើម្បីខ្ញុំមានរឿងថ្មីមកនិយាយយកឲ្យស្ដាប់ទេបរិយាសានសូមកុំភ្លេចចុច like ឲ្យខ្ញុំផងបរិយាសានសូមអរគុណទុកជាមុនAló. Hola, Carlos.